គ្រប់ជំរាបសួរទៅកាន់ប្រិយមិត្តអ្នកស្នេហាវិស័យកូនទូកនេះគឺជាវីដេអូដែលខ្ញុំទើបតែបានថតព្រឹកមិញដែរនោះទេហើយនេះគឺជាទូកតាំងណាពុកម៉ែបងប្អូនអរគ្នាដែលយើងហៅថាទូកស្លាបមន់សម្រាប់ទូកតាំង3គ្រឿងនេះដែរគឺជាស្នាដៃរបស់ជាងរិទ្ធផ្ទាល់ណាធ្វើបើតាវាមិនធំមិនវែងដោយប្រភេទទូកស្លាបមន់ផ្សេងប៉ុន្តែសម្រាប់3គ្រឿងនេះគឺថាមកល្មមដាក់តាំងតែម្ដងណាពុកម៉ែបងប្អូននិយាយទៅគឺថាសមសួនតែម្ដងបិទថាមិនវែងមែនក៏ប៉ុន្តែមានទាំងខ្ទង់មានទាំងកងបាតកងយួរមានទាំងសាឡោអីជាដើមណាពុកម៉ែបងប្អូនគ្នាហើយបើសិនជាមានគំនូទៀតគឺថាល្អស្អាតតែម្ដងប៉ុន្តែសម្រាប់មួយគូនេះមិនបាច់ចាំមានគំនូស្អាតទេហើយបើបានដាក់ទឹកទៀតគឺថាឡើងពណ៌ក្រហមតែម្ដងណាដូចដែលក្នុងវីដេអូនេះអញ្ចឹងគឺចេញពណ៌ក្រហមដោយសារតែខ្ញុំយកវាទៅជ្រលក់ទឹកអញ្ចឹងណាហើយនេះគឺជាទូកដែលធ្វើចេញពីឈើនោះទេហើយខ្ញុំមិនច្បាស់ថាឈើអ្វីនោះទេដោយសារខ្ញុំមិនបានសួរគាត់បញ្ជាក់អញ្ចឹងណាពុកម៉ែបងប្អូនអរគ្នាហើយសម្រាប់មួយគ្រឿងដែលនៅតែឯងនេះវិញគឺជាទូករបស់បងថ្លៃជាងរិទ្ធផ្ទាល់តែម្ដងណាហើយជាស្នាដៃគាត់ដូចគ្នា